តើប្រទេសកម្ពុជាយើងអាចប្រឈមនឹងគ្រោះរញ្ជួយដីដោយប្រទេសជិតខាងដែរឬទេបាទឥឡូវយើងមកសិក្សាទាំងអស់គ្នានៅអត្ថបទនេះគណៈពេលដែលប្រទេសនានាជុំវិញពិភពលោកប្រឈមនឹងគ្រោះរញ្ជួយដីហើយថ្មីនេះគឺថាយើងបានឃើញដែរការរញ្ជួយដីនៅប្រទេសថៃក៏ដូចជាប្រទេសមីយ៉ាន់ម៉ាដែលធ្វើឲ្យប្រជាជនរាប់ពាន់នាក់បាទនៅមីយ៉ាន់ម៉ាបានបាត់បង់ជីវិតបាទជាការពិតណាស់លោកអ្នកប្រហែលជាធ្លាប់សិក្សារួចមកហើយដោយសារប្រទេសកម្ពុជាយើងមានទីតាំងនៅឆ្ងាយគែមពីបន្ទះផ្លាកែតដែលផ្លាស់ទីនឹងបុកគ្នាយ៉ាងជ្រៅក្រោមផ្ទៃដែលមានសន្តានរឹងនិងបានបិទយ៉ាងជិតល្អពីកំសួលចេញពីស្នូលផែនដីជាហេតុធ្វើឲ្យប្រទេសយើងកម្រនឹងជួបគ្រោះមហន្តរាយនានាណាស់ដូច្នេះសន្តានដីឬថ្មបែបនេះវាប្រៀបដូចជាកំរាលយ៉ាងក្រាស់ឃ្មឹកដែលការពារយើងមិនឲ្យកើតមានលំញ័រដីឬក៏ទទួលរងឥទ្ធិពលលំញ័រនៅតាមតំបន់ឬក៏ទទួលរងឥទ្ធិពលពីលំញ័រនៅក្បែរតំបន់ទាំងនោះលើសពីនេះទៅទៀតយោងតាមក្រមអ្នកសិក្សាផ្នែកភូមិសាស្ត្រឬក៏ការកត់ត្រាផ្នែកភូមិសាស្ត្ររបស់កម្ពុជាផ្ទាល់បានដឹងថាអស់រយៈពេល100ឆ្នាំកន្លងមកនេះប្រទេសយើងគឺមិនទាន់ទទួលរងគ្រោះរញ្ជួយដីនោះទេដោយសារកម្ពុជាស្ថិតនៅជ្រោយឥណ្ឌូចិននិងកណ្ដាលតំបន់អាស៊ីអាគ្នេយ៍ទោះជាយ៉ាងណាក្តីលំញ័រតិចតួចក៏បានកើតមានឡើងក្នុងខេត្តរតនគិរីផងដែរបន្ទាប់ពីមានបាតុភូតរញ្ជួយដី 5.1 វិចការរញ្ជួយដីកម្រិត 5.1 វិចតើគឺត្រូវបានចាត់ទុកថាជាកម្រិតមធ្យមឬខ្សោយប៉ុណ្ណោះបើទោះបីជាកើតមាននៅតំបន់ប្រជុំជនក៏ទំនងមិនអាចបង្កការខូចខាតនោះឡើយសម្រាប់អន្តរជាតិគ្រោះរញ្ជួយដីចាប់ពីកម្រិត 6 វិចតើឡើងទៅទើបមានលទ្ធភាពបង្កមហន្តរាយដូចជាការបាក់រលំអគារនិងលំនៅឋានព្រមទាំងមានគ្រោះថ្នាក់ដល់ជីវិតមនុស្សជាដើមលោក Michael Bowat និង Andrew Pai ដែលជាអ្នកសិក្សាស្រាវជ្រាវបានបញ្ជាក់ផងដែរថាប្រទេសកម្ពុជាគឺមិនអាចទទួលរងគ្រោះរញ្ជួយដីឬក៏បន្ទុះភ្នំភ្លើងនោះទេហើយបើតាមសន្តានដីរបស់ប្រទេសយើងទោះបីជាប្រទេសជិតខាងមួយចំនួនដូចជាថៃមីយ៉ាន់ម៉ាធ្លាប់មានរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរក៏ដោយក៏វាគ្មានឥទ្ធិពលអ្វីមកដល់ប្រទេសយើងនោះដែរស្រមឹកប្រទេសកម្ពុជានឹងមិនអាចកើតមានគ្រោះរញ្ជួយដីឬមួយក៏រលកយក្សស៊ូណាមិនិងបន្ទុះភ្នំភ្លើងនោះឡើយទាំងពេលនេះទាំងពេលទៅអនាគតព្រោះយើងស្ថិតនៅក្នុងតំបន់ត្រនើទ្វីបចាស់ដែលមានអាយុកាលរាប់លានឆ្នាំដោយវាក៏មានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកម្មវិធីសិក្សារួចអស់ទៅហើយហេតុនេះប្រសិនបើមានការរញ្ជួយដីក៏មានតិចតួចដែរហើយវាក៏មិនអាចកើតឡើងក្នុងកម្រិតធ្ងន់ធ្ងរដោយប្រទេសជិតខាងនោះដែរ